ในสุบบันมีในจำปุกยมคือเปรียบโดยเกี่ยวชอดอกดอกห้ามระบอกยมหอยเตยกาเวียเรียงรอไงดับใบบอจิเพียนตัวหมกแบนសូមស្វាគមន៍មកកាន់កម្មវិធី Camp Talk Show ហើយនេះគឺជាអេពីសូតទី2ដែលយើងនឹងធ្វើការពិភាក្សាលើប្រធានបទក្តីសុបិននិងវិន័យជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូមិត្តសិស្សានុសិស្សក៏ដូចជាទស្សនិកជនទាំងអស់ជាទីគោរពស្រឡាញ់នាងខ្ញុំជួនជាពុទ្ធធីវីជាអ្នកសម្របសម្រួលក្នុងថ្ងៃនេះផងដែរយើងនឹងមានការចូលរួមពីយុវសិស្សមកពីកម្រិតថ្នាក់ទី3នៃភាសាអង់គ្លេសសូមស្វាគមន៍ភ្ញៀវកិត្តិយសរបស់ពួកយើងបាទសូមជម្រាបសួរបងចាជំរាបសួរអូនតើអូនសុខសប្បាយចិត្តទេថ្ងៃនេះបាទខ្ញុំសុខសប្បាយជាធម្មតាទេបងចុះបងវិញចាបងក៏សុខសប្បាយជាធម្មតាដែរតែជាដំបូងបងសូមឲ្យបងអូនណែនាំខ្លួនទៅដល់ទស្សនិកជនជាមុនសិនបាទសូមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះគង់ពិសិដ្ឋជាសិស្សថ្នាក់ក្រេត3ផ្នែកអង់គ្លេសនៃសាលាអន្តរជាតិ Kentop សាខាទី1សូមអរគុណចាអរគុណបងអូនសម្រាប់ការណែនាំខ្លួនហើយបងក៏ចង់សួរអំពីចំណាប់អារម្មណ៍បងអូនដែរថ្ងៃនេះតើបងអូនមានចំណាប់អារម្មណ៍ដូចម្តេចដែរដែលបានចូលរួមក្នុងកម្មវិធីរបស់ពួកយើងបាទខ្ញុំមានអារម្មណ៍ថារៀងរំភើបក៏ដូចជារីករាយដែលបានចូលរួមកម្មវិធីរបស់សាលាផងដែរចាឥឡូវនេះសូមកុំឲ្យខាត់ពេលយូរបងសូមចូលទៅដល់សំណួរតែម្ដងទៅណាចាចឹងសំណួរដំបូងបងចង់សួរបងអូនថាតើបងអូនគិតថាក្តីសុបិនមាននិយមន័យដូចម្តេចសម្រាប់បងអូនហើយតើអ្វីទៅជាក្តីសុបិនរបស់បងអូនដែរបាទសូមអរគុណសម្រាប់សំណួររបស់បងចំពោះរូបខ្ញុំផ្ទាល់ក្តីសុបិនមានន័យចំពោះខ្ញុំគឺប្រៀបដូចជាខ្យល់ដកដង្ហើមរបស់ខ្ញុំហើយត្រូវការវារៀងរាល់ថ្ងៃដើម្បីបោះជំហានទៅមុខបានហើយក្តីសុបិនរបស់ខ្ញុំនោះគឺការហ៊ានជំនះនៅភាពភ័យខ្លាចក្នុងការនិយាយក្នុងចំណោមមនុស្សជាច្រើនដែលខ្ញុំពិតជាចង់ឲ្យសម្ដែងមានភាពក្លាហាននិងប្រើសម្លេងរបស់ខ្ញុំចែករំលែកនៅចំណេះដឹងនិងការអប់រំផ្សេងៗដែលខ្ញុំមានដល់មិត្តភ័ក្តិអ្នកជុំវិញខ្លួនខ្ញុំក៏ដូចជាសង្គមតាមអ្វីដែលខ្ញុំអាចធ្វើបាននៅក្នុងវ័យសិក្សាមួយនេះផងដែរសូមអរគុណចាចំពោះចម្លើយបងអូនអំបាយមិញបងពិតជាកោតសរសើរចំពោះក្តីសុបិនក៏ដូចជាវិធីជំនះនៅឧបសគ្គរបស់បងអូនហ៊ានជំនះនៅភាពភ័យខ្លាចនិងការមិនជឿជាក់លើខ្លួនឯងផងដែរចាដោយសារក្តីសុបិនរបស់បងអូនគឺគិតគូរក៏ដូចជាគិតគូរអំពីការចែករំលែកចំណេះដឹងដល់អ្នកដទៃផងហើយក៏ដូចជាចំណុចវិជ្ជមានដល់សង្គមជាតិផងដោយសារដែលបងដឹងថាបងអូនគឺជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីការនិយាយជាសាធារណៈកាលពីថ្មីនេះដូច្នេះហើយបងអូនបានបងឃើញថាបងអូនបានសម្រេចគោលបំណងក្តីសុបិនរបស់បងអូនហើយក្តីសុបិនរបស់បងអូនក៏បានទទួលបាននៅលទ្ធផលជាទីគាប់ចិត្តទៀតអញ្ចឹងតើបងអូនអាចចែករំលែកនៅគន្លឹះមួយចំនួនដែលធ្វើឲ្យបងអូនសម្រេចនៅក្តីសុបិនរបស់បងអូនបានទេបាទជាធម្មតាយើងតែងតែនិយាយអំពីក្តីសុបិនអ្នកខ្លះក៏បានសម្រេចហើយអ្នកខ្លះទៀតក៏មិនបានសម្រេចសម្រាប់រូបខ្ញុំគន្លឹះដែលធ្វើឲ្យខ្ញុំទទួលបានជ័យលាភីនៅក្នុងកម្មវិធី Public Speaking នៅរដូវកាលទី2គឺទី1ខ្ញុំក៏ជាបេក្ខជនមួយរូបដែលបានចូលរួមកម្មវិធីមួយនេះនៅរដូវកាលទី1ដែរតែខ្ញុំមិនបានទទួលនៅលទ្ធផលជ័យលាភីទេដោយសារតែកត្តាខ្ញុំផ្ទាល់គឺមិនហ៊ានជំនះនៅភាពអៀនច្រើននិងមិនបានត្រៀមខ្លួនបាន 100% ពេញហើយម្យ៉ាងទៀតខ្ញុំក៏មិនទាន់មានវិន័យតឹងរ៉ឹងចំពោះការសិក្សាឲ្យបានស៊ីជម្រៅនៅអ្វីដែលខ្ញុំត្រូវឡើងបង្ហាញហើយសម្រាប់គន្លឹះដែលធ្វើឲ្យខ្ញុំទទួលបានជ័យលាភីនៅក្នុងការប្រកួតនេះគឺការដឹងថាការដែលមានត្រឹមក្តីសុបិនគឺមិនទាន់គ្រប់គ្រាន់ទេគឺយើងត្រូវមានវិន័យផងដែរតែខ្ញុំធ្លាប់ឮពាក្យមួយឃ្លាដែលគេនិយាយថា discipline might lead to happiness and undiscipline might lead to suffering ហើយសម្ដេចព្រះសង្ឃដាឡៃឡាម៉ាចា៎ដូច្នេះធ្វើឲ្យខ្ញុំដឹងថាកាលណាដែលយើងមានវិន័យធ្វើឲ្យយើងធ្វើវាបានទៀងទាត់មិនងាយបោះបង់និងខិតខំទៅជារឿយៗរហូតខ្លាយទៅជាទម្លាប់ដែលរូបខ្ញុំបានយកទៅអនុវត្តក្នុងការវឹកហាត់ការនិយាយរបស់ខ្ញុំហើយចាប់ដើមធ្វើវារហូតតតែខ្ញុំមានអារម្មណ៍ថាវាមិនមែនជារឿងវិបាកអ្វីទេសម្រាប់ខ្ញុំព្រោះខ្ញុំអាចដឹងពីការរៀបចំពេលវេលាការវឹកហាត់និងស្រាវជ្រាវនៅពេលដែលខ្ញុំបានដាក់ពាក្យប្រកួតជាលើកទី2
សូមអរគុណបង ចាចម្លើយរបស់បងអនបាយមិញសបញ្ជាក់ឲ្យបងឃើញថាការដែលមានវិន័យពិតជាមានសារៈសំខាន់ដល់ការរៀនសូត្រនិងរស់នៅរបស់ពួកយើងពិតមែនហើយបងអូនក៏សបញ្ជាក់ឲ្យបងឃើញថាក្តីសុបិនសំទោសវិន័យគឺនាំមកនូវភាពថ្លៃថ្នូរចាមុននឹងបញ្ចប់ការសន្ទនារបស់ពួកយើងតើបងអូនមានអ្វីឬក៏សារផ្ដាស់ផ្ដាំអីទៅដល់ទស្សនិកជនរបស់ពួកយើងបន្ថែមទៀតទេអូន បាទខ្ញុំមិនមានអ្វីជាច្រើនទៀតទេគ្រាន់តែសូមចែករំលែកដល់មិត្តសិស្សានុសិស្សទាំងអស់ថាកាលណាដែលយើងចង់ឲ្យក្តីសុបិនយើងបានសម្រេចតើតើយើងត្រូវភ្ញាក់ពីក្តីសុបិនហើយងើបទៅធ្វើវាជាមួយនឹងវិន័យឲ្យបានទៀងទាត់សូមអរគុណបង ចាអរគុណពិសេសសម្រាប់ការចូលរួមថ្ងៃនេះនាងខ្ញុំមុននឹងចូលទៅដល់ការជម្រាបលានាងខ្ញុំក៏សូមខន្តីអភ័យទោសហើយក៏អធិស្ឋានចំពោះកំហុសខុសឆ្គងណាដែលកើតឡើងដោយអចេតនាចានាងខ្ញុំក៏សូមជម្រាបលាហើយក៏កុំភ្លេចរងចាំទស្សនានៅអេពីសូតក្រោយ